សួស្តីប្រិយមិត្តអ្នកនិយមស្ដាប់រឿងខ្មោចទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel មហានិទានរឿងដែលខ្ញុំនឹងលើកយកមកនិយាយនៅយប់នេះគឺជាសាច់រឿងពិតមួយដែលបានកើតឡើងចំពោះលោកពូម្នាក់ដែលលោកពូម្នាក់ហ្នឹងគាត់មានឈ្មោះថាសាក់គាត់បានផ្ញើសាច់រឿងនេះមកកាន់កម្មវិធីរបស់យើងកាលពីសប្តាហ៍មុនដើម្បីចែករំលែកនៅរឿងរ៉ាវដែលគាត់បានជួបប្រទះឲ្យយើងចាត់ទុកជាបទពិសោធន៍សម្រាប់អ្នកដែលចង់ទិញដីឬក៏ចង់សង់ផ្ទះថ្មីបាទអញ្ចឹងចង់ដឹងថាពូសាក់គាត់ទៅជួបហេតុការណ៍អីខ្លះហើយសាច់រឿងរបស់គាត់នឹងទៅជាយ៉ាងណាសូមធ្វើការតាមដានជាមួយនឹងខ្ញុំបាទ admin មហានិទានទាំងអស់គ្នាសាច់រឿងរបស់យើងវិលត្រឡប់ទៅកាលពី2ឆ្នាំមុនកាលនោះពូសាក់គាត់ចង់ទិញដីមួយកន្លែងនៅឯជាយក្រុងហើយដីហ្នឹងនៅក្នុងតំបន់ដែលគេថាកំពុងតែអភិវឌ្ឍណាអ្វីដែលធ្វើឲ្យពូសាក់គាត់សម្រេចចិត្តទិញដីហ្នឹងគឺដីហ្នឹងមានតម្លៃថោកជាងទីផ្សារចិត្តពាក់កណ្ដាលហើយម្ចាស់ដីចាស់ហ្នឹងគាត់ប្រាប់ថាគាត់ត្រូវការលុយបន្ទាន់ដើម្បីយកទៅរកស៊ីពូសាក់គាត់មានបំណងចង់សង់ផ្ទះថ្មីនៅលើដីនោះប៉ុន្តែគាត់តែងតែលើអ្នកភូមិនៅក្បែរហ្នឹងនិយាយមិនល្អពីដីហ្នឹងហាក់បីដូចជាដីហ្នឹងធ្លាប់មានប្រវត្តិអីអត់ល្អកាលពីមុនមកអញ្ចឹងណាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ពូសាក់គាត់នៅតែសម្រេចចិត្តថាសង់ផ្ទះនៅលើដីហ្នឹងនៅពេលដែលគាត់សម្រេចចិត្តថាសង់ផ្ទះលើដីហ្នឹងហើយគាត់ក៏បានហៅគេឲ្យមកឈូសឆាយដីឲ្យរៀបស្មើដើម្បីចាក់គ្រឹះធ្វើផ្ទះណាហើយនៅថ្ងៃដែលគ្រឿងចាក់គេចុះមកឈូសឆាយដីហ្នឹងរឿងរ៉ាវដែលមិនគួរជឿហ្នឹងក៏ចាប់ផ្ដើមកើតមានឡើងនៅពេលដែល excavator ចាប់ផ្ដើមកាយរណ្ដៅដើម្បីចាក់គ្រឹះធ្វើផ្ទះហ្នឹងនៅពេលហ្នឹងកាយអត់ទាន់បានជម្រៅ2ម៉ែត្រទេស្រាប់តែម៉ាស៊ីនហ្នឹងបានរលត់ហើយមិនមែនរលត់តែម្ដងណាគឺរលត់ដដែលច្រើនដងខ្លាំងមែនតើហើយមេការម្នាក់ដែលកាន់ខាងគ្រឿងចាក់ហ្នឹងពេលហ្នឹងក៏បានចុះមកមើលប៉ុន្តែនៅពេលដែលមេការម្នាក់ហ្នឹងបានមកដល់គឺឃើញថា excavator ហ្នឹងអត់មានបញ្ហាអីទេនៅពេលដែលពិនិត្យមើលហើយឃើញអត់មានបញ្ហាអីអញ្ចឹងក៏ចាប់ផ្ដើមកាយបន្តទៀតគ្រាន់តែកាយបានបន្តិចពេលហ្នឹងក៏ឮសំឡេងកូនជាងហ្នឹងស្រែកឆោឡោពេញកាឋានហ្នឹងដោយសារតែនៅត្រង់អាកន្លែងដែលជីកហ្នឹងគឺគេឃើញមានឆ្អឹងខ្មោចជាច្រើននៅតម្រៀបគ្នាជាជួរដែលសល់ពីសម័យមុនហើយអាចឆ្អឹងទាំងអស់ហ្នឹងគឺមិនមែនកប់នៅក្នុងមឈូសទេគឺកប់នៅក្នុងរណ្ដៅរួមដែលចាស់ៗនៅក្នុងភូមិហ្នឹងនិយាយថាជាកន្លែងគេកប់ខ្មោចតៃហោងកាលពីសម័យសង្គ្រាមអញ្ចឹងប្រិយមិត្តទាំងអស់គ្នាបានដឹងហើយកាលពីសម័យសង្គ្រាមជាក់ស្ដែងសម័យខ្មែរក្រហមឬក៏ប៉ុលពតហ្នឹងនៅពេលដែលគេយកមនុស្សទៅវាយហើយគេអត់មានដាក់មឈូសអីត្រឹមត្រូវទេគឺគេវាយបោះចូលនៅក្នុងរណ្ដៅតែម្ដងពេលដែលឃើញបែបហ្នឹងហើយពូសាក់គាត់អត់មានខ្វល់អីច្រើនទេដោយសារតែគាត់ជាមនុស្សដែលរៀនសូត្របានខ្ពង់ខ្ពស់គាត់ជឿទៅខាងវិទ្យាសាស្ត្រទេគាត់អត់សូវជឿលើអារឿងបលឹងឬក៏រឿងវិញ្ញាណខ្មោចអីអស់ហ្នឹងទេគាត់ក៏បានឲ្យកម្មករហ្នឹងប្រមូលឆ្អឹងទាំងអស់ហ្នឹងទៅដាក់ក្នុងបាវហើយយកទៅទុកនៅជិតដើមពោធិ៍ធំមួយកន្លែងនៅឯចុងដីដោយគ្រាន់តែអុជធូបសុំខមាទោសគេបន្តិចបន្តួចហើយក៏ឲ្យគេធ្វើបន្តទៀតទៅហើយនៅយប់នោះដែរពូសាក់គាត់ក៏បានសម្រេចចិត្តដេកនៅយាមសម្ភារៈសំណង់របស់គាត់ជាមួយនឹងកម្មករម្នាក់ទៀតដែលមានឈ្មោះថាបងក្លឹមនៅពាក់កណ្ដាលត្រៀតនៅយប់ហ្នឹងបងក្លឹមគាត់ក៏បានរត់មកដាស់ពូសាក់ទាំងយកខ្លួនទៅត្រើកដោយនិយាយថាពូសាក់ងើបមើលនោះពីណាគេនៅកន្លែងរណ្ដៅគ្រឹះពូសាក់គាត់គ្រាន់តែលឺអញ្ចឹងហើយគាត់ងើបពីគេងទាំងមមីមើលហើយក៏បានបើកពិលប្រចាំងទៅរណ្ដៅហ្នឹងនៅពេលហ្នឹងគាត់បានឃើញស្មៅមនុស្សម្នាក់កំពុងតែអង្គុយនៅលើមាត់រណ្ដៅគ្រឹះដែលទើបតែចាក់បេតុងកាលពីថ្ងៃមិញហើយស្មៅហ្នឹងមើលទៅដូចជាមនុស្សចាស់មានកម្ពស់ខ្ពស់សក់វែងរហូតទៅដល់ដីពូសាក់គាត់ស្រែកសួរថានរណាគេនៅនឹងគាត់តែស្រែកអញ្ចឹងហើយស្រាប់តែអាស្មៅហ្នឹងងាកមកយឺតមុខរបស់វាគឺអត់មានសាច់មានឈាមទេគឺឃើញតែឆ្អឹងហើយភ្នែកហ្នឹងគឺក្រហមឆ្អៅដូចរងើកភ្លើងដែលកំពុងតែឆេះអញ្ចឹងហើយទឹកមុខរបស់វាពោពេញទៅដោយកំហឹងវាសម្លឹងមកមើលពូសាក់រួចក៏បាត់ស្មៅទៅក្នុងដីវិញទៅរហូតទៅដល់ព្រឹកឡើងពូសាក់គាត់ក៏បានទៅដើរមើលកន្លែងរណ្ដៅគ្រឹះហ្នឹងស្រាប់តែគាត់ឃើញមានដាមម្រាមដៃដែលបានកាយសាច់បេតុងដែលទើបតែចាក់រួចកាលពីម្សិលមិញហ្នឹងដូចជាមាននរណាម្នាក់ព្យាយាមកាយវាចេញអញ្ចឹងហើយកាន់តែព្រឺសម្បល់ទៀតហ្នឹងគឺបងក្លឹមដែលដេកយាមជាមួយគាត់កាលពីយប់មិញហ្នឹងស្រាប់តែធ្លាក់ខ្លួនឈឺក្តៅខ្លួនខ្លាំងហើយគាត់និយាយរវើរវាយប្រាប់ពូសាក់ថាគេមិនឲ្យយើងនៅលើដីនេះទេពូគេថាដីនេះជារបស់គេបន្ទាប់ពីហេតុការណ៍ទាំងអស់ហ្នឹងបានកើតឡើងហើយនៅពេលដែលបងក្លឹមគាត់បានធូរស្បើយពីឈឺបងក្លឹមគាត់បានសុំពូសាក់ឈប់ធ្វើការភ្លាម
សំបីតែប្រាក់ឈ្នួលដែលគាត់ធ្វើការហ្នឹងណាក៏គាត់អត់យកដែរសំខាន់គាត់ថាឲ្យទៅចាញ់ពីកន្លែងហ្នឹងផុតព្រោះគាត់នៅខ្លាចអារឿងដែលកាត់ឡើងការប្រយុទ្ធមិញហ្នឹងអត់ទាន់បាត់នៅឡើយទេប៉ុន្តែសម្រាប់ពុស័កវិញគាត់នៅតែរឹងចចេះគាត់គិតថាវាគ្រាន់តែជាការលេងសើចឬក៏ជាការសម័យផ្ដេសផ្ដាស់របស់បងក្លឹមណាទាំងដែលខ្លួនគាត់ជួបមិញហ្នឹងក៏បានជួបដែរពុស័កគាត់អត់ខ្វល់អីទាំងអស់ហើយគាត់ក៏ឲ្យជាងហ្នឹងបន្តចាក់សសរហើយនឹងធ្នឹមប៉ុន្តែចម្លែកណាស់ប្រិយមិត្តអើយឲ្យតែរៀងរាល់ថ្ងៃសៅរ៍គឺតែងតែមានរឿងមិនល្អកាត់ឡើងជានិច្ចនៅថ្ងៃមួយនោះដោយសារតែនៅសល់កំបោរដែលបោកអត់ទាន់អស់ជាងម្នាក់ក៏សម្រេចចិត្តនៅបោកបង្ហើយរហូតដល់រៀងយប់បន្តិចប្រហែលជាម៉ោង7យប់ជាងម្នាក់ហ្នឹងក៏បានឡើងទៅរៀបអិតនៅឯជាន់ទី2ពេលដែលគាត់កំពុងតែបោកហ្នឹងស្រាប់តែមានអារម្មណ៍ថាឮសំឡេងនរណាម្នាក់យំហើយបន្តិចក្រោយមកក៏ឮជាសំឡេងសើចប៉ុន្តែគាត់អត់បានខ្វល់នឹងអាសំឡេងទាំងអស់ហ្នឹងទេហើយគាត់ក៏បន្តរៀបអិតហ្នឹងទៀតមករំពេចក្រោយគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់រុញគាត់ពីក្រោយអញ្ចឹងគាត់ក៏បានធ្លាក់ចុះមកក្រោមប៊ីសត្រូវជាមួយនឹងដៃចាក់ទម្ដុះខ្លួនណាពេលហ្នឹងពុស័កគាត់តែឃើញអញ្ចឹងហើយគាត់ស្វែរត់មកមើលតែជាសំណាងល្អដែលគាត់ធ្លាក់មកចំលើកំណរខ្សាច់ហើយជាងម្នាក់ហ្នឹងគាត់ក៏បានប្រាប់ទៅពុស័កទាំងញោមមាត់ថាបងនៅខាងលើមិញខ្ញុំឮសំឡេងមនុស្សស្រីយំហើយសើចដាក់ទៅជាខ្ញុំមុននឹងខ្ញុំធ្លាក់ចុះមកហើយរឿងរ៉ាវចម្លែកផ្សេងទៀតហ្នឹងក៏បានចាប់ផ្ដើមកាត់ឡើងជាបន្តបន្ទាប់រឿងរ៉ាវដែលធ្វើឲ្យកម្មករផ្សេងទៀតហ្នឹងចាប់ផ្ដើមខ្លាចរអាគឺរឿងម្ហូបអាហារដល់ពេលដែលកម្មករទាំងអស់ហ្នឹងធ្វើម្ហូបអាហារសម្រាប់ទុកហូបជុំគ្នាគ្រាន់តែដួសដាក់ចានអត់ទាន់បានប្រមាណផងស្រាប់តែអាម្ហូបទាំងអស់ហ្នឹងវាប្រែខ្លាចជាមានដង្កូវហើយមានក្លិនស្អុយដូចសាកសពចឹងភាចេញពីម្ហូបហ្នឹងកម្មករម្នាក់គ្រាន់តែឃើញចឹងហើយអត់ហ៊ានហូបបាយនៅក្នុងការដ្ឋានហ្នឹងទេសុកចិត្តជិះម៉ូតូទៅហូបបាយនៅឯផ្សារឆ្ងាយពីកន្លែងហ្នឹងមានល្ងាចមួយពុស័កគាត់បានបើករថយន្តហ្នឹងមកមើលការដ្ឋានសំណង់របស់គាត់ហ្នឹងតែម្នាក់ឯងខណៈពេលដែលគាត់កំពុងតែដើរពិនិត្យមើលជញ្ជាំងផ្ទះដែលទើបតែរៀបរួចហ្នឹងគាត់បានកលែងទៅឃើញបុរសចំណាស់ម្នាក់ដែលមានសក់វែងរហូតទៅដល់ចង្កេះហើយស្លៀកពាក់ខោអាវចាស់ដាច់រហែកឈរនៅកាច់ជ្រុងបន្ទប់ដែលងងឹតនៃបន្ទប់ដែលត្រូវធ្វើជាបន្ទប់ដេករបស់ពុស័កផ្ទាល់ហើយបុរសចំណាស់ម្នាក់ហ្នឹងអត់មាននិយាយអីទេគាត់តែលើកដៃដែលនៅសល់តែឆ្អឹងហ្នឹងចង្អុលចុះទៅក្រោមដៃហើយសម្លឹងមើលមុខពុស័កដោយកខ្សែភ្នែកបែបគុំគួនណាគ្រាន់តែឃើញអញ្ចឹងហើយពុស័កគាត់ប្រឹងដកដង្ហើមធំរួចស្រែកសួរលោកតាជានរណាទេចូលមកផ្ទះខ្ញុំធ្វើអីគ្រាន់តែពុស័កសួរចប់ស្រមោលហ្នឹងក៏រលាយបាត់ទៅក្នុងជញ្ជាំងវិញទៅប៉ុន្តែវាបន្សល់ទុកនៅស្នាមម្រាមដៃខ្មៅប្រឡាក់នៅលើជញ្ជាំងហ្នឹងទោះបីជាមានរឿងរ៉ាវលងមិនឡាចសឹងរាល់ថ្ងៃក៏ដោយកម្មករខ្លះឈឺកម្មករខ្លះឈប់ក៏ពុស័កគាត់នៅតែជំរុញឲ្យជាងហ្នឹងសម្រុកធ្វើឲ្យហើយក្នុងរយៈពេល3ខែខាងមុខដែរមិនត្រឹមតែប៉ុណ្្នឹងទេពុស័កគាត់ថែមទាំងបានទៅរកគ្រូម្នាក់ឲ្យមកធ្វើពិធីសង្កត់វិញ្ញាណហើយគ្រូម្នាក់ហ្នឹងបានប្រាប់ពុស័កថាដីនេះខ្លាំងណាស់បើមិនចង់ឲ្យគេរំខានត្រូវយកយ័ន្តទៅបិទនៅគ្រប់ជ្រុងផ្ទះទាំងអស់ហើយកុំឲ្យនរណាម្នាក់ជីកកកាយដីនៅទីនេះទៀតនៅពេលហ្នឹងពុស័កគាត់ប្រាប់ថាគាត់ធ្វើតាមបង្គាប់គ្រូម្នាក់ហ្នឹងគ្រប់យ៉ាងដោយមិនដឹងខ្លួនថាការធ្វើបែបហ្នឹងរឹតតែធ្វើឲ្យព្រលឹងដែលនៅខាងក្រោមដីហ្នឹងកាន់តែឈឺចាប់ហើយនឹងកាន់តែខឹងសម្បានឹងគាត់ខ្លាំងជាងមុនទៅទៀតព្រោះកាលណាបើធ្វើអញ្ចឹងទៅព្រលឹងទាំងអស់ហ្នឹងគឺដូចត្រូវបានជាប់ឃុំនៅក្រោមផ្ទះហ្នឹងអញ្ចឹងបន្ទាប់ពីជំនះនឹងឧបសគ្គនឹងការលងបន្លាចពេញមួយកំឡុងពេលសាងសង់ផ្ទះវិឡារបស់ពុស័កក៏បានសាងសង់រួចជាស្ថាពរពុស័កគាត់បានរៀបចំពិធីឡើងផ្ទះយ៉ាងធំដុំដោយមានការនិមន្តព្រះសង្ឃឲ្យមកសូត្រមន្តប្រោះព្រំទឹកមន្តគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីបង្កើននូវទំនុកចិត្តដល់ប្រពន្ធនិងកូនរបស់គាត់ប៉ុន្តែអ្វីៗវាមិនងាយដូចការគិតអញ្ចឹងទេពុស័កគាត់មានកូនស្រីម្នាក់មានអាយុ5ឆ្នាំហើយមានឈ្មោះថាមីចាប់តាំងពីរើចូលមកនៅដំបូងមីចាប់ផ្ដើមមានអាកប្បកិរិយាចម្លែកនាងលែងសូវលេងជាមួយនឹងតុក្កតានៅកណ្ដាលផ្ទះដូចមុនទៀតហើយប៉ុន្តែនាងចូលចិត្តទៅអង្គុយលេងនៅជិតជញ្ជាំងក្នុងបន្ទប់ទឹកនិងក្រោមជដាលដែលជាចំណុចកប់អាឆ្អឹងចាស់ហ្នឹងណាមានថ្ងៃមួយប្រពន្ធពុស័កបានដើរទៅកលេចមើលកូនស្រាប់តែឃើញមីហ្នឹងដូចកំពុងតែហុចនំប៉័ងទៅឲ្យនរណាម្នាក់អញ្ចឹងហើយនិយាយថាញ៉ាំទៅបងស្រីបើបងស្រីឃ្លានចាំមីលក់យកបាយមកឲ្យទៀតកុំយំអីបន្តិចទៀតម៉ាក់ប៉ាមីគេងលក់អស់ហើយ
ប្រពន្ធពូសាក់គាត់គ្រាន់តែឃើញចឹងហើយគាត់ចាប់ផ្ដើមព្រឹសសបោខ្ញាក់បន្ទាប់មកគាត់ក៏បានសួរទៅកូនគាត់ថាម៉េចកូននិយាយជាមួយនរណាហ្នឹងកូនស្រីរបស់គាត់ក៏បានងាកមកហើយឆ្លើយថាបងស្រីម្នាក់ហ្នឹងណាម៉ាក់គាត់អត់មានខោអាវស្លៀកទេគាត់យំប្រាប់មីថាគាត់រងាណាស់ព្រោះប៉ាយកថ្មមកសង្កត់លើពោះគាត់ចេញទៅក្រៅមិនរួចទេគ្រាន់តែលឺចឹងហើយប្រពន្ធពូសាក់អត់ចាំយូរទេចាប់ទាញដៃកូនស្រីរបស់គាត់ហ្នឹងចូលទៅក្នុងបន្ទប់គេងវិញភ្លាមទាំងដែលក្នុងចិត្តរបស់គាត់ហ្នឹងកំពុងតែភ័យមិនត្រឹមតែរឿងកូនស្រីទេនៅក្នុងផ្ទះហ្នឹងចាប់ផ្ដើមមានក្លិនភាយស្អុយរលួយចេញមកតាមបំពង់ទឹកហើយនឹងរុនម៉ាស៊ីនត្រជាក់ទោះបីជាពូសាក់គាត់ខំជួលជាងមកលាងម៉ាស៊ីនត្រជាក់យ៉ាងណាក៏ដោយឬក៏បាញ់ទឹកអបក្អូបយ៉ាងណាក៏ដោយក៏អាក្លិនហ្នឹងវាស្អុយដូចជាសាកសពចឹងជះខ្លាំងទៅជាពិសេសនៅចន្លោះម៉ោង12ទៅម៉ោង2យប់ពេលខ្លះក្លិនហ្នឹងគឺលក្ខណៈឆ្អាបដូចជាឈាមស្រស់អញ្ចឹងរហូតដល់ធ្វើឲ្យប្រពន្ធពូសាក់គាត់ដេកអត់លក់ហើយធ្លាក់ខ្លួនឈឺជាទម្ងន់នៅយប់មួយនៅពេលដែលពូសាក់គាត់ចូលទៅដុសធ្មេញនៅក្នុងបន្ទប់ទឹកស្រាប់តែពេលហ្នឹងគាត់ឃើញកញ្ចក់ឡើងស្អាប់ដោយសារចំហាយទឹកក្តៅគាត់ក៏បានយកដៃរបស់គាត់ហ្នឹងជូតកញ្ចក់ចេញស្រាប់តែពេលហ្នឹងគាត់ស្ទើរតែលោតចេញក្រៅបន្ទប់ទឹកអត់តាន់ព្រោះអីនៅលើកញ្ចក់ហ្នឹងគឺមានស្នាមសរសេរជាអក្សរដោយឈាមគឺសរសេរច្បាស់ថាអញថប់ដង្ហើមពូសាក់គាត់ប្រឹងទៅដោះភ្នែកមើលម្ដងទៀតស្រាប់តែអក្សរហ្នឹងវារលាយបាត់ទៅវិញដែលបន្សល់ទុកតែដំណក់ទឹកដែលហូរចុះមកដូចទឹកភ្នែកមនុស្សអញ្ចឹងនៅក្នុងយប់ដដែលហ្នឹងគណៈពេលដែលពូសាក់កំពុងតែគេងលងលក់គាត់មានអារម្មណ៍ថាដូចជាមានមនុស្សជាច្រើនអ្នកណាស់អញ្ចឹងកំពុងតែដើរជុំវិញគ្រែរបស់គាត់ប្រឹងបើកភ្នែកឡើងស្រាប់តែឃើញមានសម្ោកខ្មៅមានទាំងចាស់ទាំងក្មេងឈរនៅពេញបន្ទប់របស់គាត់ហើយអាសម្ោកទាំងអស់ហ្នឹងកំពុងតែឈរស្រឡឹងមើលមកគាត់ដោយខ្សែភ្នែកបែបគុំគួនចងអាឃាតនៅពេលហ្នឹងមានសម្ោកបុរសចំណាស់ម្នាក់ដែលពូសាក់គាត់ធ្លាប់បានឃើញនៅក្នុងកាឋានបានដើរមកជិតរួចយកដៃដទៅចាក់ស្រេបដូចតកកហ្នឹងមកច្បាច់កពូសាក់យ៉ាងខ្លាំងហើយសម្ោកបុរសចំណាស់ម្នាក់ហ្នឹងបាននិយាយដោយសំឡេងស្អកថាឯងសង់ផ្ទះលើក្បាលឯងមិនទូបងលើក្បាលឯងនឹងយកកូនស្រីឯងទៅនៅជាមួយឯងពូសាក់គាត់ខំរើបំរាស់ទាំងដង្ហក់រហូតដល់ភ្ញាក់ដឹងខ្លួនឡើងគាត់ក៏បានស្ទុះទៅមើលកូនស្រីរបស់គាត់នៅបន្ទប់ក្បែរហ្នឹងស្រាប់តែឃើញក្រែតទេគឺបាត់ខ្លួនមីបាត់ហើយអត់ដឹងថាមីទៅណាទេនៅពេលហ្នឹងគឺពូសាក់គាត់ភ័យខ្លាំងមែនតើព្រោះអីឃើញតែក្រែតទេមិនដឹងថាកូនស្រីគាត់បាត់ទៅណាគាត់ហើយនឹងប្រពន្ធរបស់គាត់រត់ស្លន់ស្លោពេញផ្ទះទាំងយំផងស្រែកហៅឈ្មោះមីផងប៉ុន្តែអត់មានឮសំឡេងឆ្លើយតបទេគណៈពេលដែលកំពុងតែអស់សង្ឃឹមហ្នឹងស្រាប់តែពូសាក់ឮសំឡេងសើចតិចចេញពីក្នុងបន្ទប់ទឹកនៅឯជាន់ក្រោមគាត់ក៏បានស្ទុះរត់ទៅបើកទ្វារហើយរូបភាពដែលគាត់បានឃើញហ្នឹងធ្វើឲ្យគាត់សឹងតែដាច់ភ្ងាគឺមីកូនស្រីរបស់គាត់ហ្នឹងកំពុងតែអង្គុយនៅលើការ៉ូបន្ទប់ទឹកហើយភ្នែករបស់នាងហ្នឹងបើកធំសម្លឹងទៅជញ្ជាំងដោយដៃទាំងពីររបស់នាងហ្នឹងកំពុងតែកកាយការ៉ូជញ្ជាំងហ្នឹងរហូតដល់ដាច់កញ្ចក់ហូរឈាមស្រោចពេញម្រាមដៃពូសាក់គាត់គ្រាន់តែឃើញចឹងហើយគាត់ស្ទុះទៅអោបកូនស្រីរបស់គាត់តែមីហ្នឹងបែរជាមានកម្លាំងខ្លាំងខុសពីក្មេងធម្មតានាងបានរុញពូសាក់ចេញបន្ទាប់មកនិយាយដោយសំឡេងស្អកដូចមនុស្សចាស់ថាកាយវាចេញយកថ្មនេះចេញពីពោះអញថប់ទៅហើមបើឯងមិនឲ្យអញចេញកូនឯងត្រូវដេកនៅទីនេះជំនួសអញដោយមិនអាចបង្អង់យូរទៀតបានពូសាក់គាត់ក៏បានតាក់ទងទៅមិត្តភ័ក្តិរបស់គាត់ឲ្យជួយរកគ្រូម្នាក់ដែលល្បីខាងដោះអំពើនិងបង្ក្រាបវិញ្ញាណណាលុះពេលគ្រូម្នាក់នឹងបានមកដល់គ្រាន់តែឈានជើងចូលដល់ក្នុងផ្ទះភ្លាមលោកគ្រូម្នាក់នឹងក៏ឈប់ងក់បន្ទាប់មកក៏មានប្រសាសន៍ថាផ្ទះនេះសង់លើគំនរសាកសពដែលស្លាប់ទាំងកំហឹងម្ចាស់ដីចាស់គេលក់ឲ្យឯងថោកព្រោះគេដឹងថាដីនេះវាចង្រៃឯងសង់ផ្ទះសង្កត់លើក្បាលគេហើយថែមទាំងយកបង្គន់មកដាក់ចំពីលើមាត់គេទៀតតើឲ្យគេរស់បានសុខយ៉ាងដូចម្ដេចលោកគ្រូចាប់ផ្ដើមរៀបចំពិធីសូត្រមន្តដេញវិញ្ញាណនៅពេលដែលលោកគ្រូចាប់ផ្ដើមសូត្រមន្តសំឡេងខ្យល់បក់នៅក្នុងផ្ទះហ្នឹងខ្លាំងដូចមានខ្យល់ព្យុះអញ្ចឹងទ្វារនឹងបង្អួចហ្នឹងបិទបើកបុកគ្នាជាមួយនឹងជញ្ជាំងលីសូផាំងស្រាប់តែមានសម្ោកខ្មៅជាច្រើនលេចចេញមកតាមជញ្ជាំងហើយយំស្រែកដោយភាពឈឺចាប់លោកគ្រូព្យាយាមចរចាជាមួយនឹងវិញ្ញាណតាចាស់ម្នាក់ដែលនៅទីនោះវិញ្ញាណហ្នឹងគឺមិនព្រមចេញទេវាទាមទារឲ្យពូសាក់រុះរើផ្ទះចេញបើមិនរុះរើចេញទេវានឹងយកជីវិតអ្នកនៅក្នុងផ្ទះហ្នឹងម្ដងម្នាក់មកធ្វើជាបរិវាររបស់វា
ពេលហ្នឹងពូសាក់ខំយំសំពះលោកគ្រូឲ្យជួយព្រោះអីផ្ទះហ្នឹងគឺជាលុយសន្សំពេញមួយជីវិតរបស់គាត់ដើម្បីសាងសង់អញ្ចឹងគាត់មិនអាចរើសរើចោលបានទេហើយលោកគ្រូម្នាក់ហ្នឹងគាត់ក៏រៀងយល់ពីចិត្តពូសាក់ដែរគាត់ក៏បានដកដង្ហើមធំបន្ទាប់មកគាត់និយាយថាមានវិធីមួយទៀតគឺឯងត្រូវធ្វើពិធីបដូរវិញ្ញាណឯងត្រូវជីកកកាយគ្រឹះត្រង់កន្លែងដែលឯងសង្កត់លើគេនោះរួចយកឆ្អឹងគេមកធ្វើបុណ្យតាមប្រពៃណីហើយឯងត្រូវសន្យាថានឹងមិនរស់នៅក្នុងផ្ទះនេះទៀតឡើយគឺសង់ទុកចោលឬធ្វើជាកន្លែងធ្វើបុណ្យទៅបានសុខក្នុងពេលដែលកំពុងធ្វើពិធីហ្នឹងស្រាប់តែមីដួលសន្លប់បាត់ស្មារតីហើយខ្លួនប្រាណរបស់នាងហ្នឹងចាប់ផ្ដើមឡើងស្វាយខ្មៅដូចជាមនុស្សដែលខ្វះខ្យល់ដកដង្ហើមមែនតើពូសាក់គាត់ដឹងថាគាត់គ្មានពេលនៅច្រើនទៀតទេសម្រាប់គាត់ត្រូវជ្រើសរើសរវាងផ្ទះវិឡាដ៏ស្អាតរបស់គាត់ហ្នឹងនិងជីវិតកូនស្រីរបស់គាត់ខ្យល់ត្រជាក់បោកបក់កាត់ផ្ទះវិឡាដ៏ស្កឹមស្កៃប៉ុន្តែគ្មាននរណាម្នាក់មានអារម្មណ៍ថាត្រជាក់ស្រួលទេនៅពេលហ្នឹងមីកូនស្រីរបស់គាត់ហ្នឹងកំពុងតែដួលសន្លប់បាត់ស្មារតីស្បែកដែលធ្លាប់តែសខ្ចីហ្នឹងប្រែក្លាយទៅជាឡើងជាំខ្មៅដូចជាមនុស្សដែលស្លាប់អស់ខ្យល់អុកស៊ីសែនអញ្ចឹងពូសាក់គាត់អត់ប្រអងយូរទៀតទេគាត់ក៏បានស្ទុះទៅយកក្បាលញញួរខ្នាតធំពីក្នុងឡានរបស់គាត់រួចរត់ទៅកាន់បន្ទប់ទឹកដែលនៅជាន់ខាងក្រោមគាត់ក៏បានវាយទៅលើការ៉ូជញ្ជាំងនិងកម្រាលបេតុងទាំងទឹកភ្នែកហូរជុកពាល់ដោយនិយាយថាអញសុំទោសអញរុះរើចេញហើយកុំធ្វើបាបកូនអញអីពូសាក់គាត់ស្រែកផងគាត់វាយផងរហូតដល់បេតុងដ៏រឹងមាំហ្នឹងចាប់ផ្ដើមប្រេះបែកគ្រាន់តែបេតុងនឹងបែកភ្លាមក្លិនស្អុយរលួយយ៉ាងខ្លាំងបានភាយឡើងមករហូតដល់អ្នកនៅទីហ្នឹងចង់សន្លប់លោកគ្រូបានបញ្ជាឲ្យកម្មករជិះចុះទៅក្រោមបន្តទៀតនៅទីនោះពួកគាត់មិនមែនឃើញតែឆ្អឹងខ្មោចទេគឺពួកគាត់បានរកឃើញអាចកំបាំងដ៏ធំមួយទៀតគឺនៅអាក្រោមគ្រឹះបន្ទប់ទឹកហ្នឹងណាពួកគាត់បានរកឃើញមឈូសថ្មដ៏ធំមួយដែលម្ចាស់ដីចាស់ហ្នឹងបានដឹងយ៉ាងច្បាស់ប៉ុន្តែបែរជាលាក់បាំងហើយនៅខាងក្នុងមឈូសហ្នឹងគឺមានសាកសពស្ត្រីម្នាក់និងកូនតូចម្នាក់ដែលត្រូវបានគេសម្លាប់ដោយការចងករួចយកមកកប់នៅកន្លែងហ្នឹងហើយសាកសពហ្នឹងគឺអត់ទាន់រលួយអស់នៅឡើយទេហាក់បីដូចជាមានអាគមអ្វីម្យ៉ាងជួយរក្សាទុកអញ្ចឹងដើម្បីធ្វើជាអ្នកយាមដៃលោកគ្រូឧទានឡើងថានេះហើយជាមូលហេតុដែលគេខឹងម្ចាស់ផ្ទះចាស់ប្រើសាកសពទាំងនេះឲ្យយាមដៃនិងជួយឲ្យរកស៊ីមានបានប៉ុន្តែគេមិនបានធ្វើបុណ្យឲ្យឡើយពេលឯងមកនៅហើយសង់ផ្ទះសង្កត់លើគេទៀតពួកគេក៏ផ្ទុះកំហឹងតែម្ដងទៅនៅពេលហ្នឹងពូសាក់គាត់ក៏បានជួលជាងឲ្យរុះរើផ្នែកខ្លះនៃផ្ទះដែលសង្កត់លើមឈូសហ្នឹងឲ្យចេញទាំងស្រុងហើយគាត់ក៏បានរៀបចំពិធីបុណ្យសពយ៉ាងធំដុំតាមប្រពៃណីដោយមាននិមន្តព្រះសង្ឃចំនួន7អង្គមកបង្សកលនិងឧទ្ទិសកុសលជូនវិញ្ញាណម្ចាស់ដីដើមទាំងអស់ហ្នឹងហើយនៅយប់ចុងក្រោយនៃពិធីបុណ្យហ្នឹងមីក៏ចាប់ផ្ដើមដឹងខ្លួនឡើងវិញប៉ុន្តែស្បែកដែលជាំខ្មៅហ្នឹងក៏បានចាប់ផ្ដើមបាត់ទៅវិញបន្តិចម្ដងមុនពេលដែលវិញ្ញាណចាក់ចេញទៅមីបាននិយាយទៅកាន់ប៉ារបស់នាងទាំងញញឹមថាប៉ាបងស្រីនិងលោកតាគាត់បានលាប៉ាទៅហើយគាត់ថាអរគុណប៉ាណាដែលឲ្យគាត់ចេញពីកន្លែងងងឹតនេះទោះបីជាវិញ្ញាណលែងលងមិនឡាយក៏ដោយក៏ពុសាក់សម្រេចចិត្តមិននៅក្នុងផ្ទះហ្នឹងទៀតដែរគាត់បានរើសរើផ្ទះវិឡាដ៏ស្អាតរបស់គាត់ហ្នឹងឲ្យទៅជាកន្លែងសម្រាប់អ្នកភូមិធ្វើបុណ្យទានហើយគាត់សុខចិត្តទៅជួលផ្ទះតូចមួយនៅរៀងឆ្ងាយពីកន្លែងហ្នឹងរស់នៅជាមួយប្រពន្ធកូនគាត់ហើយចាប់តាំងពីពេលហ្នឹងមកក៏មិនដែលមានរឿងអីកើតឡើងចំពោះគាត់និងគ្រួសាររបស់គាត់ទៀតដែរបាទហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ត្រឹមនេះឯងជាចុងក្រោយខ្ញុំបាទមហានិទានសូមអរគុណដល់ពូសាក់ដែលបានចែករំលែករឿងរ៉ាវមួយនេះដើម្បីទុកជាមេរៀននិងជាបទពិសោធន៍ដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នារឿងនេះដែរបានក្រើនរំលឹកយើងថាមុននឹងសម្រេចចិត្តទិញដីឬក៏សង់ផ្ទះដែលមានតម្លៃថោកខុសធម្មតាយើងគួរតែសិក្សាឲ្យបានច្បាស់លាស់ពីប្រវត្តិដីនោះជាមុនសិនហើយអ្វីដែលសំខាន់បំផុតហ្នឹងគឺការគោរពនិងការផ្ដល់តម្លៃដល់អ្នកដែលបានចែកឋានទៅហើយព្រោះសេចក្តីសុខផ្លូវចិត្តនិងសុភមង្គលក្នុងគ្រួសារគឺមានតម្លៃលើសលប់ជាងទ្រព្យសម្បត្តិនិងសម្ភារៈនិយមទាំងឡាយទៅទៀតសូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់តាំងពីដើមរហូតដល់ចប់ប្រសិនបើប្រិយមិត្តមានរឿងរ៉ាវចង់ចែករំលែកឬក៏មានមតិយោបល់យ៉ាងណាសូមកុំភ្លេចបញ្ចេញមតិនៅខាងក្រោមវីដេអូសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវរឿងរ៉ាវថ្មីៗពីកម្មវិធីរបស់យើងខ្ញុំសម្រាប់យប់នេះខ្ញុំបាទមហានិទានសូមអរគុណសូមជម្រាបលា